ខ្ញុំបានប្រាប់ឯងរួចហើយថាប្តីរបស់ខ្ញុំមកទទួលខ្ញុំហើយសួស្តីបងថ្លៃនាងជាអ្នកណានាងមិនចុះមកទេឬបងប្រហែលជាហត់ណាស់ហើយមែនទេអាងឡានឲ្យលឿនមក2,23,000 ដងសូមអបអរសាទរចំពោះលោកសៀដែលទទួលបានផ្កាយសមុទ្រខ្ញុំមើលថាមួយរយៈមុនមានមនុស្សថ្មីទៅចូលមកធ្វើការក្នុងក្រុមហ៊ុនបានក្លាយជាលេខារបស់គាត់ចឹងដំឡើយខ្សែរកនោះគឺទិញឲ្យទៅនាងបំភ្លេចវាចោលទៅដំឡើយយើងគ្រាន់តែជាអាពាហ៍ពិពាហ៍ដើម្បីអាជីវកម្មទេបានចាំតាក់ទងគ្នាម្ដងទៀតមិនបានអូនទៅអង្គុយនៅខាងក្រៅនាងទៅអង្គុយនៅខាងក្រោយទៅមិនអីទេនៅខាងក្រោយវាទូលាយជីយន្តហោះយូរពេកចង់សម្រាប់បន្តិចប្រសិនជាបើគេបែបនឹងទៀតឬក៏គេនៅតែស្រឡាញ់ខ្ញុំទៅធ្វើការប៉ុន្មានថ្ងៃនេះប្រកាសជាមាននរណាម្នាក់មកជំនួសខ្ញុំហើយតើអូនមានស្ដាប់បងទេយ៉ាងម៉េចហ្នឹងទៅធ្វើការលើកនេះហត់ខ្លាំងណាស់មែនទេបន្តិចបន្តួចបើសិនជាហត់អូនអាចលាលែងពីតំណែងបានបងមិនចង់ឃើញអូនពិបាកទេម្យ៉ាងទៀតពេលបងត្រឡប់មកផ្ទះវិញអាចមើលឃើញអូនលោកប្តីអូនថ្ងៃនេះអង្គុយនៅលើយន្តហោះយូរណាស់ចឹងហើយបានជាហត់បន្តិចបានចឹងអូនទៅសម្រាប់ទៅបងទៅងូតទឹកសិនអូនមិនចង់ឈប់ធ្វើការទេបានបើអូនសប្បាយចិត្តអូនធ្វើចឹងចុះគេងទៅ Good morning សួស្តីខ្ញុំមកយកឯកសារជូនលោកសៀខ្ញុំត្រូវប្រញាប់បញ្ជូនវាទៅគាត់ឥឡូវនេះបន្ទប់របស់គាត់គឺនៅនាងស្គាល់បន្ទប់នោះ熟门熟路នេះហើយបងស្រីឆៃវេមិនដែលខកខានអ្វីទាំងអស់តើឯកសារអាចទុកចោលបានដោយរបៀបណាវាច្បាស់ណាស់ថានៅពេលដែលខ្ញុំមិននៅផ្ទះគេបានក្បត់ខ្ញុំមានស្រីម៉ាក់ខ្ញុំចង់ញ៉ាំឆ្អឹងជំនីជ្រូកប្រឡាក់របស់ម៉ាក់我想吃你做的红烧排骨មិនបានមានតែកូនមកម្នាក់ឯងចុះឆៃវីនោះគេមានការងារត្រូវធ្វើតើគេមានបានធ្វើបាបកូនទេមានរឿងអីអាចនិយាយជាមួយប៉ាម៉ាក់បានអត់មានទេមិននឹងអាចមាននោះប៉ាម៉ាក់គិតច្រើនពេកហើយឆាប់ខ្ញុំទៅគុំនិយាយរឿងនេះប្រាប់ CEO ឲ្យដឹងបងខ្លាចថាដាក់សម្ពាធឲ្យកូនយើងមិនហ៊ានទាយបានទេថាឆៃឌីវីគេមានន័យយ៉ាងណានោះតែឥឡូវនេះគ្រួសារ Shen របស់ពួកយើងក៏មានបញ្ហាដែរដើមទុនរបស់ក្រុមហ៊ុនមិនអាចបើកបានទេថាម៉េច CEO បានត្រឡប់ទៅផ្ទះឪពុកម្ដាយនាងវិញហើយតើឯងបានធ្វើអីខ្លះខ្ញុំគ្រាន់តែបានហើយសៀឆេនមិញឯងបានធ្វើឲ្យបងថ្លៃរបស់ឯងយកច្រឡំលើបងហើយតើខ្ញុំប្រញាប់ពេកមែនទេតើអ្នកណាទៅដឹងថាភាគីនឹងផ្លាស់ប្ដូរកិច្ចសន្យាមួយទៀតនៅតាមផ្លូវបងប្រុសខ្ញុំដឹងកំហុសហើយលើកក្រោយខ្ញុំនឹងមិនឲ្យបងថ្លៃអង្គុយនៅខាងក្រោយទៀតទេព្រឹកមិញខ្ញុំបានចូលក្នុងបន្ទប់បងដោយមិនបានសួរបងថ្លៃថានៅឯណាថ្មីនឹងយ៉ាងម៉េចហើយមើលទឹកមុខរបស់នាងមិនល្អសោះតើគេធ្វើបាបនាងមែនទេប្រហែលហើយបើចឹងតើនាងនៅស្រឡាញ់ខ្ញុំដូចពីមុនទេមានពេលខ្លះដែរខ្ញុំឥឡូវនេះក៏មិនមានសុភមង្គលដែរបើចឹងពួកយើងគួរតែតាក់ទងគ្នាទៅមិនបានជាបងនៅទីនេះក្រែងបងទៅធ្វើការហើយមិនមែនបែបហ្នឹងទេលោកប្តីសឹងស៊ីគិតដោយប្រុងប្រយ័ត្ននៅអ្វីដែលបុរសម្នាក់នេះបានធ្វើចំពោះឯងមិនត្រូវស្រឡាញ់គេទៀតនោះទេបងរងាប់អារម្មណ៍សិនទៅបងពិតជាគ្មានវិធីប្រឆាំងនឹងអូនទេយើងទៅដេកនៅបន្ទប់ឲ្យស្រួលខ្លួនវិញទៅល្អជាងអូនសម្លាញ់តើអូនយ៉ាងម៉េចហើយអូនអត់មានកម្លាំងទេពួកយើងចែកផ្លូវគ្នាទៅតើដោយសារតែក្មេងម្នាក់នោះមែនទេថាម៉េចពួកយើងខានជួបគ្នាយូរហើយមិននឹងអាចនោះអូនគ្រាន់តែអារម្មណ៍អត់ល្អទៅជួបគ្នាបន្តិចចឹងតើហេតុអីបងពិតជាមិនដឹងមែនឬ
បងបានស្និទ្ធស្នាលនឹងលេខាផ្ទាល់ខ្លួនរបស់បងហើយថែមទាំងឲ្យខ្សែដៃនោះឲ្យនាងទៀត តើអូននិយាយពីសៀជីមិនមែនទេ អូនមិនដឹងថានាងឈ្មោះអីទេ អូននិយាយនោះនាងគឺប្អូនស្រីបងបងបាននិយាយប្រាប់អូនរួចហើយអូនមានស្ដាប់បងទេ ពេលនោះបងបាននិយាយប្រាប់អូនរួចហើយតែអូនអត់ចាប់អារម្មណ៍ បើអីចឹងហេតុអ្វីបានជាបងចាំបាច់ត្រូវប៉ះកនីរបស់គ្រូសាសិន រឿងនេះជាកំហុសរបស់ប្អូនស្រីបងមិនថានាងនិយាយអ្វីទេនាងនឹងផ្ទេរប្រាក់ទៅកនីគ្រូសាសិនវិញការបង្កក់នេះបណ្ដាលមកពីការផ្ទេរប្រាក់ក្នុងបរិមាណដ៏ច្រើនខ្លាំងពេកអូនសំឡាញ់ពួកយើងកុំលែងលះអីបានទេ បាន